ចាសូមជម្រាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូនឹងមកកែវិញ្ញាសាបាក់ឌុបខាងថ្នាក់សង្គមម្ដងដែលអ្នកគ្រូបានដាក់លំហាត់ឲ្យទាំងអស់គ្នាធ្វើនៅក្នុងថ្នាក់ចឹងអ្នកគ្រូនឹងកែមកបញ្យល់ទាំងអស់គ្នាណាចឹងយើងមើលលំហាត់ទី1របស់យើងហ្នឹងគឺគេឲ្យគណនា limit x ទៅ0នៃ x បូក2លើ3 x ដក3លើកជាការ៉េណាអញ្ចឹងកន្លែងនេះយើងដឹងថាដើម្បីគណនា limit ទី1គឺបងប្អូនជំនួសវាសិនមកណាចឹងឥឡូវនេះអ្នកគ្រូសរសេរប្រធានឡើងវិញមកគឺយើងមាន limit x ខិតទៅ0ណាទៅ0នៃ x បូកជាមួយនឹង2ចែកជាមួយនឹង x ដក3លើកជាការ៉េចឹងយើងដឹងថាដើម្បីគណនា limit ទី1គឺទាំងអស់គ្នាចំនួនលេខចូលមកកន្លែងណាមាន x យើងចំនួនដោយ0មកអញ្ចឹងអ្នកគ្រូបាន0បូកជាមួយនឹងលេខ2នេះចែកជាមួយខាងក្រោមនេះ0ដកជាមួយនឹង3ហើយយើងដាក់វាលើកជាការ៉េដែរមកណាចាហើយយើងចាប់ផ្ដើមគណនាលេខវាអញ្ចឹងយើងគណនាមកគឺ0បូក2បាន2 2លើកជាការ៉េគឺបាន4ចែកជាមួយនឹងមួយទៀត0ដក3លើកជាការ៉េបាន9ព្រោះសញ្ញាដកហ្នឹងកាលណានៅក្រោមការ៉េគឺវាទៅបូកហើយណាចឹងចម្លើយ limit យើងប៉ុណ្ណឹងណាទាំងអស់គ្នាអាចឆ្លើយដូចនេះ limit ចឹងមកស្មើនឹង4លើ9ដោយសារតែអ្នកគ្រូសេលើកុំព្យូទ័រអញ្ចឹងវាអក្សរអត់សូវស្អាតទេណាអធិស្ឋានផងទាំងអស់គ្នាចាអញ្ចឹងអានេះលំហាត់ទី1ចាអញ្ចឹងយើងទៅលំហាត់មួយទៀតចាអញ្ចឹងលំហាត់ទី2យើងមាន limit x ទៅ2នៃ 2x ការ៉េដក 3x ដក2លើ x ការ៉េដក4អញ្ចឹងយើងដឹងថាមុននឹងយើងគណនា limit គឺទាំងអស់គ្នាត្រូវជំនួសរោរៀងវាសិនតើលំហាត់របស់យើងហ្នឹងតើវាចូលទម្រង់រៀងមួយណាណាអញ្ចឹងទាំងអស់គ្នាមើលមកកន្លែងណាដែលមាន x នេះគឺចំនួនដោយ2អញ្ចឹង2ការ៉េ4 4 2ដងគឺយើងបាន8អូខេអានេះវាដិតធំពេកនេះគឺសុំយកពណ៌ខៀវនឹងដែរចុះអញ្ចឹងយើងចំនួនដាក់กระดาษព្រៀងយើងមកអញ្ចឹងកន្លែងនោះបាន8ដកជាមួយនឹងអានេះ3គុណនឹង2បាន6ដកជាមួយនឹងលេខ2គឺយើងរក្សាវានៅដែរលេខ2ណាអានេះ2ការ៉េបាន4អញ្ចឹងវាទៅជា4ដកជាមួយនឹង4ចាអញ្ចឹងយើងគណនាមកដក6ដក2នេះវាដក8អញ្ចឹង8ដក8 0អាក្រោម4ដក4 0ដែរអញ្ចឹងយើងសង្កេតឃើញថា limit របស់យើងហ្នឹងគឺ limit រៀង0លើ0ចារៀង0លើ0ចុះបើកាលណា limit របស់យើងរៀង0លើ0គឺយើងត្រូវដាក់វាជាផលគុណកតាហើយដោយសារតែវាជា degree ទី2គឺយើងដាក់តាមវិធីគុណខ្វែងណាអញ្ចឹងទាំងអស់គ្នាសង្កេតមើលអ្នកគ្រូទៅគុណខ្វែងនេះទាំងអស់គ្នាសេដាក់กระดาษព្រៀងមកណាកុំសេដាក់កន្លែងกระดาษយើងប្រឡងអញ្ចឹង 2x ការ៉េនេះអ្នកគ្រូអាចទៅសេបាន2x គុណជាមួយនឹង x ទៅយើងបាន 2x ការ៉េហើយដក2ហ្នឹងអ្នកគ្រូអាចទៅសេបានអ្នកគ្រូដាក់លេខ1គុណនឹងដក2អញ្ចឹងទៅព្រោះ1គុណដក2បានដក2វិញហើយយើងគុណខ្វែងមកអញ្ចឹង 2x គុណនឹងដក2នេះគឺយើងបានដក4ចាដក 4x ដក 4x ចឹងមកអានេះ x គុណនឹង1គឺបាន 1x យើងគុណខ្វែងវាបែបហ្នឹងអូខេអញ្ចឹងអានេះបាន 1x អញ្ចឹងទាំងអស់គ្នាស៊ីសងអាពីរហ្នឹងមកដក 4x បូក 1x គឺវាសល់ដក 3x តើវាដូចនឹងតួកដាលរបស់យើងដែរអត់នេះគឺវាដូចអញ្ចឹងមានន័យថានៅពេលដែលយើងយកចម្លើយវាមកដាក់គឺទាំងអស់គ្នាចាប់វាជាគូបែបនេះនេះមកគូណា 2x បូក1ហើយមកគូទៀតគឺx ដក2ណាអញ្ចឹងអ្នកគ្រូជំនួសទៅអញ្ចឹងអ្នកគ្រូបាន 2x បូក1 2x បូក1កតាមួយទៀតគឺ x ដក2ចាអូខេ x ដក2ចែកជាមួយនឹងខាងក្រោម x ការ៉េដក4អញ្ចឹង x ការ៉េដក4ហ្នឹងគឺយើងសម័យទៅដល់រូបមន្ត a ការ៉េដក b ការ៉េយើងព្រោះ4ហ្នឹងគឺអ្នកគ្រូអាចទៅសេ x ការ៉េដកជាមួយនឹង2ការ៉េព្រោះយើងដឹងថា2ការ៉េគឺវាស្មើនឹង4ហើយរូបមន្តរបស់យើងគឺ a ការ៉េដកជាមួយនឹង b ការ៉េ
cứ việc smile cho mùi nắng a đỏ bế cái tai cho mùi nắng á bộ bì chứng ở đây dừng cái khinh tha nó bây đại bị cho được một bạn nắng cứ dâng lên vô cái mà đại mình chứng đi cứ ai cho xây bàn này kì ê nhưng sẽ đọ môn các bạn bộ môn các bạn á phò cuốn nhưng mình lại cái nạ tập lọp chứng cái ta mới tiết cứ x bộ bì chà x bộ bí chứng từng ở đây dừng cái khinh tha min tuôn á để đôi kia từng ở đây chà x bộ bì nữa mình chứng đi cứ ai xung rùa tới nhưng nó sao limit x thật đầu bí x thật đầu bí thì dấu chân nó sao lại cái đáy thì dấu chân nó sao px buộc mùi nhé cho nó bèក្រោមនៅសល់ x ដក2អញ្ចឹងយើងសង្កេតឃើញថាកន្លែងនេះយើងសម្រួលកតាដែលសំដៅ x បូក2ណាព្រោះអានេះ x ដក2 x ដក2យើងសរុបអស់អញ្ចឹងយើងចាប់ផ្ដើមចំនួន limit ថ្មីនៅពេលដែលយើងសម្រួលកតារួមចោលហើយយើងចំនួន limit ថ្មីកន្លែងណាមាន x អ្នកគ្រូចំនួនដោយ2ទៅអញ្ចឹងទាំងអស់គ្នាគណនាមួយអ្នកគ្រូមកអានេះ x អញ្ចឹង2ចំនួនដោយ2អញ្ចឹង2គុណ2បាន4អញ្ចឹងអ្នកគ្រូដាក់លេខ4មកបូកជាមួយនឹង1គឺយើងរក្សា1ដដែលអានេះ2មកអញ្ចឹងវាទៅជា2បូកជាមួយនឹង2អញ្ចឹងឥឡូវ4បូក1គឺបាន5អាក្រោម2បូក2បាន4អញ្ចឹងទាំងអស់គ្នាសង្កេតឃើញថា4លើ5លើ4ហ្នឹងយើងអាចសម្រួលវាបានទេហើយបើចែកមកក៏ជាចំនួនទស្សភាគដែរអញ្ចឹងយើងមិនបាច់ទេណាយើងយកចម្លើយរបស់យើងប៉ុណ្្នឹងអញ្ចឹងទៅអូខេចាអញ្ចឹងយើងទៅលំហាត់មួយទៀតចាអញ្ចឹងយើងចូលមកដល់លំហាត់ទី3គឺ limit x ទៅបូកអនន្តនៃ x ការ៉េបូក 2x ដក x លិន x អញ្ចឹងដូចគ្នាមិញអញ្ចឹងយើងជំនួសរោរៀងរបស់វាសិនគ្រូជំនួសដាក់រៀងមកកន្លែងណាមាន x នៃគ្រូជំនួសដាក់អនន្តអញ្ចឹងអនន្តលើកជាការ៉េគឺយើងបានបូកអនន្តអានេះ2គុណឲ្យបូកអនន្តគឺបានបូកអនន្តណាអូខេ x គុណជាមួយលិន x អញ្ចឹង x គឺបូកអនន្តលិនបូកអនន្តគឺចេញបូកអនន្តអញ្ចឹងវានៅសល់ដកអនន្តព្រោះយើងគុណញ៉ាដកខាងក្រៅអញ្ចឹងនេះបងប្អូនឃើញទេអានឹងឯងគឺវាចាប់រៀងមិនកំណត់អនន្តដកអនន្តណារៀងអនន្តដកអនន្តអញ្ចឹងកាលណាវាតម្រង់រៀងអនន្តដកអនន្តបែបនេះគឺយើងត្រូវដឹងថាយើងទាញដឺក្រេណាដែលខ្ពស់ជាងគេជាកតាឬក៏អនុគមខ្លាំងជាកតាអញ្ចឹងយើងដឹងថា x ជាមួយលិន x គឺ x គឺវាខ្លាំងជាង logarit ណាជាងលិន x អញ្ចឹងអ្នកគ្រូចាប់ទាញ x ការ៉េជាកតាមកព្រោះដឺក្រេខ្ពស់ជាងគេគឺ x ការ៉េអញ្ចឹងអ្នកគ្រូចាប់ x ការ៉េជាកតាមកចែកជាមួយនឹងអញ្ចឹងអា x ការ៉េហ្នឹងកាលណាយើងចាប់អស់គឺវាសល់1ព្រោះ x ការ៉េចែក x ការ៉េសល់1បូកជាមួយនឹង 2x x ហ្នឹងមានគ្រប់ឲ្យគេអត់គ្រប់ទេជាពាក់គេ1អញ្ចឹងគេសេ2ចែកជាមួយនឹង x ដកជាមួយនឹង x លិន x អញ្ចឹង x នេះមានតែ1ឯងជាពាក់គេដែរអញ្ចឹងវាសល់លិន x ចែកជាមួយនឹង x ព្រោះជាពាក់គេ1អញ្ចឹង x លិន x លើ x អញ្ចឹងអូខេបន្តមកទាំងអស់គ្នាចាប់ផ្ដើមជំនួសបូកអនន្តចូលម្ដងទៀតអញ្ចឹងកន្លែងណាមាន x យើងជំនួសបូកអនន្តទៅអានេះបូកអនន្តលើជាការ៉េគឺបានបូកអនន្តអូខេកតាជាមួយនឹង1នៅដែរបូកជាមួយនឹងអានេះពេលយើងជំនួសអនន្តចូលទៅ2លើអនន្តគឺចេញ0ដកជាមួយនឹងលិន x លើ x កាលណា x ទៅបូកអនន្តរូបមន្តរបស់យើងគឺចេញ0ទាំងអស់គ្នាអត់ចាំបាច់ជំនួសលិនបូកអនន្តលើបូកអនន្តទេណាអូខេចឹងយើងគណនាលេខមក1បូក0ដក0គឺស្មើ1 1គុណឲ្យបូកអនន្តគឺបានបូកអនន្តចាអញ្ចឹងអានេះគឺជាចម្លើយចុងក្រោយរបស់យើងណាអញ្ចឹងយើងនឹងបន្តទៀតជាមួយនឹងលំហាត់មួយទៀតចាលំហាត់ទី2នេះគឺគណនាអង្តិក្រាលណាអញ្ចឹងក e ស្មើនឹងអង្តិក្រាលកំណត់ពី0ទៅ1នៃ x ការ៉េបូក1លើកជាការ៉េ dx អញ្ចឹងដើម្បីគណនាលំហាត់ប្រភេទអង្តិក្រាលឧទាហរណ៍បែបនេះទាំងអស់គ្នាចូលរូបមន្តមកគឺរូបមន្តអីដែរគឺរូបមន្ត a បូក b លើកជាការ៉េណា a បូក b លើកជាការ៉េអញ្ចឹងរូបមន្តយើងគឺស្មើនឹង a ការ៉េបូក2ដង AB បូកជាមួយនឹង
B ការ៉េចឹងដោយតួ A របស់យើងហ្នឹងវា x ការ៉េចឹងអ្នកគ្រូអាចទៅសេបានស្មើនឹងអង់តិក្រាលកំណត់ពី0ទៅ1ចឹងកន្លែងហ្នឹងវាទៅជា x ការ៉េហើយលើកជាការ៉េមកតង់ទៀតដោយសារតែតួ A យើងកន្លែងហ្នឹងគឺ x ការ៉េបូកជាមួយនឹង2ដងគុណនឹងតួ A របស់យើងគឺតួ x ការ៉េគុណនឹងតួ B របស់យើងគឺ1បូកជាមួយនឹង B ការ៉េអញ្ចឹងវាទៅជា1ការ៉េហើយយើងដាក់មកគឺ dx ដែរណាអត់ទាន់ដាច់អង់តិក្រាលទេកន្លែងនេះគ្រូសូមប្រើគ្នាមកព្រោះយើងមានវងកញ្ចក់អូខេបន្តមកទៀតគឺទាំងអស់គ្នាចាប់ផ្ដើមស៊ីសងខាងក្នុងសិនមុននឹងយើងអនុវត្តរូបមន្តអង់តិក្រាលចឹងអានេះ0ទៅ1ដែរ x ការ៉េលើកជាការ៉េគឺវាទៅជា x ស្វ័យគុណ4បូកជាមួយនឹង2គុណនឹង x ការ៉េគុណនឹង1គឺយើងបាន 2x ការ៉េអូខេបូកជាមួយនឹង1ការ៉េគឺយើងបាន1ហើយនេះយើងដាក់មកគឺ dx អញ្ចឹងយើងសង្កេតឃើញថាដើម្បីគណនាអង់តិក្រាលនេះគឺយើងប្រើរូបមន្ត2ទី1គឺយើងប្រើរូបមន្តអង់តិក្រាល x ស្វ័យគុណ n ចា x ស្វ័យគុណ n dx x ស្វ័យគុណ n dx គឺវាស្មើនឹងអីដែរគឺស្មើនឹង x ស្វ័យគុណ n បូក1មានន័យថាយើងតឡើងស្វ័យគុណមួយលេខអញ្ចឹងបើស្វ័យគុណយើងប្រមាណចែកនឹងប៉ុណ្ណឹងវិញអានេះគឺរូបមន្តអង់តិក្រាលមួយគឺអានេះ n បូក1ដូចគ្នាណាហើយយើងប្រើរូបមន្តអង់តិក្រាលមួយទៀតគឺអង់តិក្រាលលេខគឺអង់តិក្រាលការ dx ចឹងទៅអញ្ចឹងការ dx គឺស្មើជាមួយនឹងការ x បូកជាមួយនឹង c ចឹងទៅណាអូខេអញ្ចឹងអ្នកគ្រូចាប់ផ្ដើមអនុវត្តលើរូបមន្តហ្នឹងគឺវាស្មើជាមួយនឹង x ស្វ័យគុណ4អញ្ចឹងវាចូលរូបមន្ត x ស្វ័យគុណ n អញ្ចឹងយើងថែម1ទៅវាទៅជា x ស្វ័យគុណ5អញ្ចឹងអង់តិក្រាលគឺបូកលេខរហូតណាអញ្ចឹងបើអានេះស្វ័យគុណ5អាក្រោមចែក5មកបូកជាមួយនឹង2នេះគឺជាមេគុណដាក់មកវិញដែរយើងគិតតែអញ្ញត្តិទេអញ្ចឹងអញ្ញត្តិ x ការ៉េនេះគឺចូលរូបមន្ត x ស្វ័យគុណ n អញ្ចឹងថែម1មកវាទៅជា x ស្វ័យគុណ3អញ្ចឹងបើលើស្វ័យគុណ3អាក្រោមចែក3ដែរបូកជាមួយនឹងអង់តិក្រាលលេខ1នេះគឺយើងចូលរូបមន្តអង់តិក្រាលការ dx អញ្ចឹងវាស្មើនឹងការ x អញ្ចឹងវាទៅជា1គុណនឹង x គឺបាន x ចឹងមកហើយដោយសារតែវាជាអង់តិក្រាលកំណត់យើងអត់មានថែម c ទេណាទាំងអស់គ្នាគឺយើងដាក់កំណត់មកពី0ទៅ1អញ្ចឹងដើម្បីរកកន្លែងនេះគឺទាំងអស់គ្នាចាប់ផ្ដើមយកលេខទៅជំនួសគឺយើងជំនួសលេខ1មុនណាព្រោះ1គឺជាគោលលើកន្លែងណាមាន x ជំនួសដោយលេខ1ទៅអញ្ចឹងវាទៅជា1សេគុណ5បាន1ចែកជាមួយនឹង5ចាអានេះបានបូកជាមួយនឹង1គីបបាន1គុណ2បាន2អញ្ចឹងវាទៅជា2លើក3ចឹងមកបូកជាមួយនឹង1ព្រោះ x ហ្នឹងគឺ1ណាអូខេតោះមកយើងជួស0ចូល0ស្វ័យគុណ5លើ0ណាអញ្ចឹង0លើ5ស្មើ0អញ្ចឹងកន្លែងនេះទាំងអស់គ្នាជួស0ចូលទៅ0សេគុណ5វា0 0លើ5 0អានេះដូចគ្នា0គីប0 0គុណ2 0 0ចែក3ក៏0អានេះចំនួន0ចូលវានៅ0ណាអញ្ចឹងយើងបាច់ចំនួនទេដាក់0វា0ដែរណាអញ្ចឹងអានេះដើម្បីបូកពភាគគឺយើងត្រូវតម្រូវភាគបែងដូចគ្នាសិនអញ្ចឹងអានេះ1ភាគបែង5មួយទៀតភាគបែង3អញ្ចឹងយើងត្រូវតម្រូវទៅជាចាអញ្ចឹងអានេះយើងយកភាគបែង15មកអញ្ចឹងអានេះភាគបែង5អញ្ចឹងដើម្បីបាន15គឺទាំងអស់គ្នាគុណជាមួយនឹង3អញ្ចឹងបើក្រោមគុណនឹង3អា1នេះក៏យើងគុណនឹង3ដូចគ្នាចាយើងគុណនឹង3មកអូខេបូកជាមួយនឹងអានេះ2លើ3ណាអញ្ចឹងយើងបានយក3នេះទៅគុណជាមួយនឹង5គុណដើម្បីបានភាគបែង15ណាចានេះបាន2គុណនឹង5ណាបូកជាមួយនឹងអានេះវា1អញ្ចឹងវាអត់មានភាគបែងគេអត់ទៅសេអញ្ចឹងមានន័យថាវាភាគបែង1ណាអញ្ចឹង1គុណនឹង15មកណាអញ្ចឹងបើអាខាងក្រោមគុណនឹង15ឥឡូវយើងគុណជាមួយនឹង15ដែរមកចាយើងគុណ15អញ្ចឹងមកណាអូខេបន្ទាប់មកយើងសង្កេតឃើញថាយើងមានភាគបែងដូចគ្នាហើយទាំងអស់គ្នាដាក់ភាគបែងរួមមកមិនឃើញភាគបែងដូចគ្នាហើយលុបភាគបែងចោលទេណាទាំងអស់គ្នាអត់ទេណាអូខេចានេះ1គុណនឹង3គឺបាន3បូកជាមួយនឹងអានេះ2គុណ5បាន10អូខេបូកជាមួយនឹងអានោះ1គុណនឹង15គឺយើងបាន15តោះទាំងអស់គ្នាស៊ីសងមកចឹងយើងបូកដកមកគឺបាន3បូក10បាន13 13បូក15បាន
28 ណាចឹងឃើញ28ចែកជាមួយនឹង15ចឹងយើងសង្កេតឃើញថាលេខនេះយើងអត់អាចសម្រួលបានទេចឹងអានេះគឺជាចម្លើយរបស់យើងចឹងណាចឹងនៅក្នុងវីដេអូមួយនេះគ្រូសូមបញ្ចប់ត្រឹមនឹងសិនយើងនៅសល់អន្តេក្រា2ទៀតយើងជួបគ្នានៅវីដេអូក្រោយណាចឹងបើសិនជាមានចម្ងល់ត្រង់កន្លែងណាទាំងអស់គ្នាអាចខមមិននៅខាងក្រោមនេះសូមអរគុណសូមជម្រាបលាសូមជួបគ្នានៅវីដេអូក្រោយៗទៀត